តើក្រោយសម្រាលហើយភ្លាមៗត្រូវបូមទឹកដោះឬក៏បំបៅដោះកូនប្រមាណដងនៅក្នុងមួយថ្ងៃនេះជាការវិភាគគំរូសម្រាប់ម៉ាម៉ាដែលមានកូនក្រោមអាយុ3ខែម៉ាក់អាចសេវហើយអនុវត្តតាមបានមិនថាម៉ាក់រើសការបំបៅឬក៏ការបូមទឹកដោះនោះទេច្បាស់ណាស់ពិតជាច្រើនដងមែនតើនៅក្នុងមួយថ្ងៃបែបហ្នឹងហើយការរើម៉ាស៊ីនបូមទឹកដោះមានគុណភាពពិតជាសំខាន់មែនតើមិនត្រឹមតែជួយឲ្យម៉ាម៉ាបូមទឹកដោះបានជោគជ័យទេថែមទាំងជួយសំចៃម៉ាម៉ាអត់ពិបាកទិញខ្ជះខ្ជាយច្រើនដងនោះទេប្រើមួយដឹងមួយតែម្ដងដោយម៉ាស៊ីនបូមទឹកដោះម៉ាមីនេះអញ្ចឹងងាយស្រួលប្រើមែនតើម៉ាក់ដែលអត់បត់ពិសោធន៍ក្នុងការបូមទឹកដោះក៏អាចប្រើប្រាស់បានដែរជាមួយនឹងមុខងារ One Click Magic ពិសេសលើសពីម៉ាស៊ីនទូទៅដែលម៉ាក់អាចបូមទឹកដោះបានដោយអត់ចាំបាច់សេរីអីទាំងអស់គ្រាន់តែចុចបើកមួយប៊ូតុងម៉ាស៊ីនដំណើរការជូនម៉ាក់តាំងពីដើមរហូតដល់ចប់សេរីទាំងម៉ូដម៉ាសាទៅម៉ូដបូមដំឡើងកម្រិតសេរីល្បឿនអីគឺមួយចប់តែម្ដងដល់ផាសុខភាពក្នុងការបូមទឹកដោះធ្វើឲ្យម៉ាក់បូមទឹកដោះបានទៀងទាត់ទឹកដោះឆាប់កើនតាមនឹងដែរគ្រឿងបង្គុំតែកស៊ីលីកូនទន់បូមមិនឈឺប្រើប្រាស់បានតាំងពីសម្រាប់ហ្វ្រីទាំងការណែនាំការប្រឹក្សាពីការបូមទឹកដោះហើយរាល់ការទិញម៉ាស៊ីនបូមទឹកដោះម៉ាមីជាឈុតហ្វ្រីជាកាបូបក្លាសេឬក៏ម៉ាស៊ីនកំដៅពហុមុខងារមួយភ្លាមតែម្ដងមិនដឹងប៉ះពាល់សុខភាពកូនយ៉ាងណាទេបង្កកទឹកដោះនៅក្នុងថង់ផ្លាស្ទិកហើយយកទៅកម្ដៅក្តៅទៀតអញ្ចឹងមានម៉ាម៉ាក៏ធ្លាប់ឆ្ងល់ពីចំណុចនេះច្រើនខ្ញុំក៏ធ្លាប់ប្រឹក្សាជូនគាត់ដែរតែម្ដងនេះក៏ឃើញមានម៉ាម៉ាគាត់ខមមិននៅក្នុង TikTok អញ្ចឹងធ្វើជាវីដេអូចែកអំលែកជូនម៉ាម៉ាទាំងអស់គ្នាតែម្ដងសម្រាប់ការកម្ដៅនេះអត់មានប៉ះពាល់ទេម៉ាម៉ាដោយសារតែថង់ដែលយើងយកមកប្រើប្រាស់ស្តុកទឹកដោះនេះគឺជាថង់ប្រភេទ BPA free ដែលម៉ាអាចយកទៅកម្ដៅដោយអត់បញ្ហាទេហើយលើសពីនេះទៀតថង់ស្តុកទឹកដោះនេះគឺជាប្រភេទ stereo បានន័យថាមានអនាម័យសម្រាប់មេរោគរួចរាល់ហើយការស្តុកទឹកដោះគឺគេប្រើថង់បែបនេះមិនមែនប្រើថង់ធម្មតានោះទេថង់ច្រកទឹកដោះម៉ាមីនេះគឺងាយស្រួលប្រើមែនតើជាពិសេសក្នុងការដកខ្យល់ដោយសារតែជាប្រភេទថ្លាងាយស្រួលមើលឃើញទឹកដោះច្បាស់ល្អកាន់តែពិសេសកន្លែងចាក់ចូលផ្សេងកន្លែងចាក់ចេញផ្សេងរក្សាអនាម័យបានល្អមែនតើហើយអត់ងាយកពុបលាក់នោះទេព្រោះរុនចេញហ្នឹងក៏ទូចដែរទុកទឹកដោះក៏បានច្រើនដែររហូតដល់250 មីលីលីត្រនិយាយទៅអ្នកដែលមានទឹកដោះតិចក៏អាចប្រើបានដែរព្រោះពេលបកកទឹកដោះហ្នឹងនឹងត្រូវរីកមាឌមួយប្រអប់មានរហូតដល់30សន្លឹកហើយតម្លៃសមរម្យមែនតើក្នុងឈុតម៉ាស៊ីនបូមទឹកដោះម៉ាមីក៏មានដែរហើយពេលទិញជាឈុតចឹងគឺមានហ្វ្រីជាម៉ាស៊ីនកម្ដៅទៀតគឺចំណេញខ្លាំងមែនតើម៉ាស៊ីនបូមទឹកដោះមានគុណភាពល្អហើយមានការណែនាំការប្រឹក្សាការធានាទៅលើម៉ាស៊ីនហើយមានហ្វ្រីច្រើនមែនតើខ្ញុំអត់សូវមានកបាត់ដោះទេហើយក៏អត់មានដើមទ្រូងដែរលក្ខណៈថាថ្នល់ជាតិតែម្ដងតែខ្ញុំអាចបូមទឹកដោះបានអត់អ្នកគ្រូការបូមទឹកដោះបានជោគជ័យអត់អាស្រ័យទៅលើទំហំក្បាលដោះឬក៏ទំហំដើមទ្រូងទេម៉ាម៉ាវាសំខាន់ទៅលើគន្លឹះក្នុងការបូមទឹកដោះក៏ដូចជាការប្រើប្រាស់ម៉ាស៊ីនបូមឲ្យបានត្រឹមត្រូវបើសិនម៉ាម៉ាមានទំហំក្បាលដោះតូចយើងអាចប្រើប្រាស់តំណប់ស៊ីលីកូនយកទៅសកបន្ថែមទៅលើម៉ាស៊ីនបានតើម៉ាម៉ាមិនខ្វះទេម៉ាម៉ាដាក់បូមទឹកដោះជាមួយនឹងម៉ាស៊ីនបូមទឹកដោះម៉ាមីដែលម៉ាក់ឃើញថាជោគជ័យហ្នឹងមិនមែនសិតតែអ្នកដែលមានទំហំក្បាលដោះធំឬក៏ដើមទ្រូងអំណោយផលអីទេម៉ាម៉ាហើយសម្រាប់ម៉ាម៉ាដែលគាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះពីខាងម៉ាមីអត់ពិបាកស្វែងយល់ខ្លួនឯងនោះទេព្រោះពីខាង page តែងតែណែនាំគាត់ប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមទំហំរបស់គាត់ចឹងអត់មានជាបញ្ហាថាអូបូមអត់កើតបូមទៅឈឺអីនោះទេហើយ free អត់មានកាត់ថ្លៃទេហើយសូម្បីតែបន្ទាត់ក្នុងការវាស់ចុងដោះក៏ free ជូនម៉ាម៉ាដែររួមទាំងតំណប់ស៊ីលីកូនតម្រូវទៅតាមទំហំចុងដោះក៏ free ដែរ free ម៉ាស៊ីនកម្ដៅពហុមុខងារមួយឬក៏កាបូបក្លាសេមួយរាល់ការទិញឈុតម៉ាស៊ីនបូមទឹកដោះម៉ាមីនៅក្នុងថ្ងៃនេះ